វីដេអូនេះបន្តពីវគ្គមុនទៀតហើយបងប្អូនអរគ្នាថ្ងៃមុនគឺយើងដាក់កន្លែងផ្លិតបូមបាទបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ចង្កឹះលេខបាទចង្កឹះលេខចឹងដាក់បញ្ចូលហើយឆ្ងុយនេះបងប្អូនឆ្ងល់អីគេអាហ្នឹងបាទអាហ្នឹងគេហៅថាដៃស្វាសម្រាប់ទាញលេខបញ្ចូលបងប្អូនអរគ្នាបាទគឺទាញក្របលេខបងប្អូនបាទគឺយើងចន់លេខទៅអាដៃហ្នឹងវាធ្វើចលនាសម្រាប់ពួកទាញក្របលេខបញ្ចូលលេខបាទឥឡូវបងប្អូនជប់ឆ្ងល់ហើយបាទយើងចាប់ផ្ដើមដាក់ផ្កាច័ន្ទដាក់ជាមួយនឹងក្របលេខហើយក្របលេខយើងជាប់ជាមួយផ្កាច័ន្ទណាសារវាអត់ជ្រុះទេអញ្ចឹងយើងដាក់ចូលទៅស្រួលបងប្អូនអរគ្នាបាទចាប់ផ្ដើមដាក់ចូលរួចហើយយើងដាក់រងមួយស្លឹកមកដើម្បីទប់ក្របលេខហ្នឹងកុំឲ្យវាធ្លាក់កាលណាយើងដាក់រងនោះទេក្របលេខធ្លាក់ដាក់លេខអត់ចូលទេបាទហើយក៏យើងយកអាសោយើងបាទសោយើងប្រើសោលេខ6ជ្រុងបាទដើម្បីងាយស្រួលរឹតដល់វាជាប់ត្មងបាទក៏មានដាក់លុំទេបងប្អូនគឺយកមកជាប់មកតឹងដៃបាទឥឡូវយើងចាប់ផ្ដើមរឹតមកបាទដាក់រឿងតឹងព្រួយនៅក្នុងម៉ាស៊ីននេះមួយងាយនឹងអាចរើចេញមកវិញទេបងប្អូនអញ្ចឹងយើងដាក់រឿងមកតឹងដៃមកប៉ណ្ណឹងជាប់ហើយជាប់ពេះហើយប៉ណ្ណឹងបាទគឺប្រើរាប់ឆ្នាំបងប្អូនអរគ្នាបាទគឺធានាគុណភាពបងប្អូនបាទហើយបងប្អូនមានចំណាប់អារម្មណ៍បាទទីតាំងនៅជើងរុននៅក្បែររសាំងតាសរឿនបាទចម្ងាយប្រហែលជា200ម៉ែត្របងប្អូនមកពីផ្លូវ UG មកបាទបត់ខាងឆ្វេងដៃមកបាទបត់ខាងឆ្វេងមកប៉ុន្តែជើងរុននៅខាងស្ដាំដៃបងប្អូនបាទហើយក៏អរគុណច្រើនដែរបងប្អូនអរគ្នាបាទសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទបាទឥឡូវយើងដាក់សមីចូលហើយគោះមកតិចមកបាទដើម្បីឲ្យវាចូលលើស៊ុបតិចបាទដើម្បីវាហើយរឿងអេមគូឲ្យវាអេមបងប្អូនបាទឥឡូវយើងគូសរួចរាល់ហើយក៏យើងចាប់ផ្ដើមសារ៉េសរងវាស្ទង់ឡើងតិចដើម្បីឲ្យវារៀងស្មើបាទតទៅពីរួចរាល់ហើយយើងជូតប្រេងលាក់តិចណាបងប្អូនបាទឲ្យវារៀងស្អាតតិចព្រោះជើងរុនចូលចិត្តស្អាតបាទអត់សូវចូលចិត្តរឿងគ្រីចម៉ានទេបាទឥឡូវយើងចាប់ផ្ដើមដាក់លកាមចូលលកាមយើងគឺប្រើលកាមល្អប្រើលកាមធម្មតាទេលកាមធម្មតាគឺប្រើបានយូរទេបងប្អូនគឺឆាប់ជាបាទបន្តមកទៀតក៏យើងដាក់ធ្នូលកាមចូលបាទហើយបងប្អូនខ្លះមកហៅធ្នូលកាមទេហៅខ្លះហៅតែស្នួលលកាមប៉ុន្តែខ្ញុំហៅតែធ្នូលកាមទេបងប្អូនបាទអញ្ចឹងយើងសេរីវាស្ទង់ឡើងអស់មកដើម្បីតម្រូវតង់បាទហើយត្រូវតង់បាទកាលណាយើងអត់សេរីតង់ឲ្យត្រូវទេគឺធ្វើការបញ្ឆេះគឺអត់ឆេះទេបាទហើយបន្តមកទៀតក៏យើងចាប់ផ្ដើមដាក់រងបាទស៊ីមីយើងបាទដាក់រួចរាល់ហើយក៏យកកន្លះយើងមកដាក់មកបាទកន្លះយើងដាក់បញ្ចូលបាទរៀងទឹះបន្តិចបាទទឹះអាកន្លែងឡតបន្តិចបាទរៀងចាល់បាទតើយើងយកឈើគោះបន្តិចដើម្បីឲ្យចូលបាទហើយរាល់វីដេអូនេះបងប្អូនអាចធ្វើការខមមិនក្រោមវីដេអូរបស់ខ្ញុំក៏បានដែរបាទគឺអត់មានការប្រកាន់ទេបងប្អូនបាទរីករាយនឹងស្វាគមន៍រាល់ខមមិនបងប្អូនខាងក្រោមបាទមិនថាពាក្យមិនសមរម្យឬក៏ពាក្យយ៉ាងណាដែរបងប្អូនបាទអរគុណច្រើនបងប្អូនអរគ្នាឥឡូវចាប់ដើមដាក់ខ្សែជាហៀយើងពីក្រោយនឹងមកបាទអរគុណច្រើនបងប្អូនអរគ្នាបាទ